Thao kè cha mấy pieces pi chan, mùi chan mình he, ở lươn bẩn tệ. Bạch, anh chú nhận quay thằng nút sân tầng. Siêu giá có bên chỉ cần lấy ra mùi phong. Tầng 2 បងតូលេខ6មីពីចានឆាប់បានហើយធ្វើដៃល្អណាស់ល្បឿនឆារបស់ថៅកែលីនមើលទៅជក់ចិត្តជាងកម្មវិធីម្ហូបអាហារដែលខ្ញុំមកទៀតបងសរសើរពេកហើយទុកតាមចិញ្ចើមផ្លូវបែបនេះគឺពឹងលើកម្លាំងបាយរកប្រាក់បន្តិចបន្តួចប៉ុណ្ណោះមកហើយបងប្រុសតូលេខ6ឆាមេរបស់បងប្រយ័ត្នក្តៅណាស់ហូគឺរសជាតិនេះហើយហាងធំនៅកណ្ដាលក្រុងក៏មិនអាចឆាបានក្លិនឆ្ងាញ់ឈ្ងុយដូចផ្ទះរបស់ថៅកែលីនដែរបើត្រូវមាត់ញ៉ាំឲ្យច្រើនទៅបងថ្ងៃក្រោយមកទៀតណាឲ្យតែផ្ទះនេះនៅតែឆាបានហើយអ្នករាល់គ្នានៅតែគាំទ្រមេមួយចាននេះថ្លៃសិក្សានិងថ្លៃចំណាយរបស់ស៊ីវយ៉ាឈ្មៀសក្រោយគឺលែងជាបញ្ហាហើយថៅកែខ្ចប់ឆាមេសាច់ជ្រូកសរសៃ5ចានដាក់ស្លឹកខ្ទឹមឲ្យច្រើនបន្តិចបាត់ឆាប់បានហើយស៊ីវយ៉ាជូតទៅទាំងនោះថែមទាំងប្រមូលសម្រាប់ផងពួកយើងរៀបចំរៀបតូបហើយចាស់បងអាហ្វេងស៊ីវយ៉ាប្រញាប់ឈប់ដៃសិនទៅម៉ោង2យប់ជាងហើយឃ្លានហើយមែនទេអ៊ំស្រីទៅតែបំពង់រួចញ៉ាំក្តៅទ្រពោះសិនទៅអូហូអ៊ំស្រីហេតុអីកំហុសមកឲ្យពួកយើងទៀតហើយលុយសាច់ចាក់ភ្នំកាលពីម្សិលមិញខ្ញុំមិនទាន់បានឲ្យអ៊ំផងឲ្យលុយស្អែកឯងនេះហេតុអីក៏គិតច្រើនម្ល៉េះធម្មតាឯងជួយលីបំពង់យ៉ាឲ្យអ៊ំពេលជួបពួកបងធំក៏ជួយការពារអ៊ំទៀតតើអ៊ំធ្លាប់យកថ្លៃឈ្នួលពីឯងទេញ៉ាំឲ្យលឿនទៅអញ្ចឹងក៏បានស៊ីវយ៉ាខ្ចប់ទឹកស៊ុបដែលសល់ថ្ងៃនេះឲ្យអ៊ំស្រីមួយប្រអប់ស្អែកព្រឹកអាចស្រោចស៊ុបញ៉ាំជាមួយមីបានខ្ញុំច្រកហើយស្រេចហើយអ៊ំស្រីកាន់ឲ្យស្រួលណាប្រយ័ត្នក្តៅពូប្រញាប់សម្រាប់បន្តិចទៅរឿងបន្តិចបន្តួចនេះស្អែកខ្ញុំធ្វើខ្លួនឯងបានហើយមេឃត្រជាក់បែបនេះផឹកទឹកក្តៅបន្តិចទៅនៅផ្សាររាត្រីនេះមានតែពួកយើងទេដែលជួយយកអាសាគ្នាទៅវិញទៅមកបែបនេះម៉ោង 3:30 នាទីអាទិត្យសម្លេងអ៊ូឯងនៃផ្សាររាត្រីបានស្ងប់ស្ងាត់ទាំងស្រុងផ្លូវទាំងមូលសល់តែពន្លឺអំពូលផ្លូវស្រអាប់និងកាកសំណល់ពេញដី1កាក់5កាក់1រៀល10រៀលនៅខ្វះ 2000 រៀលទៀតខែក្រោយពេលលិខិតជូនដំណឹងចូលរៀនសាកលវិទ្យាល័យរបស់ឯងធ្លាក់មកថ្លៃសិក្សាឈ្មោះទី1គឺមានគ្រប់គ្រាន់ហើយដល់ពេលនោះបងនឹងសន្សំថែមទៀតដើម្បីទិញកុំព្យូទ័រថ្មីមួយគ្រឿងឲ្យឯងបងខ្ញុំមិនខ្វះកុំព្យូទ័រទេអាចាស់នៅប្រើបានពេលខ្ញុំចូលរៀនសាកលវិទ្យាល័យខ្ញុំនឹងទៅរកការងារពាក្យម៉ោងថ្ងៃក្រោយចាំខ្ញុំចិញ្ចឹមបងវិញក្មេងឈួតនិយាយផ្ដេសផ្ដាសឥឡូវបងឯងមានកម្លាំងពេញខ្លួនឯងគ្រាន់តែខិតខំរៀនសូត្រទៅរឿងផ្សេងទៀតមិនបាច់បារម្ភទេតោះត្រឡប់ទៅផ្ទះវិញអេបើកយឺតបន្តិចមើលសឹងតែជីកិនស្លឹកបន្លែខ្ញុំហើយកន្លែងស្អីគេនឹងស្ទើរតែជាជំងឺសង្គមរបស់ទីក្រុងទៅហើយមើលចុះប្រេងប្រឡាក់ពេញដីក្លិនប្រេងកាកសំណល់អាក្រក់ក្នុងខ្យល់គួរឲ្យចង់ក្អួតណាស់លោកចៅវាយតើអ្នករាល់គ្នាចង់ចតឡាននៅឯណាបន្តិចទៀតតាលីត្រូវដាក់តូបអាំងសាច់ហើយគ្រប់វិនិយោគិនទាំងអស់គ្រប់គ្នាក៏បានឃើញនឹងភ្នែកហើយផ្សាររាត្រីនៅតំបន់នេះបរិស្ថានអាក្រក់សុវត្ថិភាពចំណីអាហារគួរឲ្យបារម្ភលោកឯងនិយាយស្អីហ្នឹងស្លៀកពាក់ថ្លៃថ្នូរណាស់ហេតុអ្វីមកទុកខ្វក់ម្ល៉េះខ្ញុំនិយាយស្អីថ្ងៃនេះខ្ញុំមកមិនមែនមកនិយាយឥតប្រយោជន៍ជាមួយពួកអ្នកទេ
ខ្ញុំមកជូនដំណឹងដល់ពួកអ្នកថាសិទ្ធិអភិវឌ្ឍតំបន់នេះត្រូវបានក្រុមហ៊ុនយើងខ្ញុំទិញយកជាផ្លូវការហើយស្អីគេទិញយក ថាមិនត្រូវពួកយើងបានចុះកិច្ចសន្យាជាមួយការិយាល័យគ្រប់គ្រងសារតើ ហើយកិច្ចសន្យាខ្ញុំសុខចិត្តសងប្រាក់ពិន័យទ្វេដងជូនការិយាល័យគ្រប់គ្រងនេះមិនមែនជាបញ្ហាទេគោលបំណងខ្ញុំមានតែមួយគត់ខ្ញុំនឹងកំទេចគំនោសម្រាមដ៏ស្អុយរលួយនេះចោលឲ្យអស់ហើយនៅទីនេះនឹងបង្កើតផ្លូវគំរូភោជនីយដ្ឋានអេដំបងគេក្នុងខេត្ត បង មិនអីទេមានបងនៅទីនេះហឹមគួរឲ្យចាប់អារម្មណ៍ឯងជាអ្នកក្បាលរឹងជាងគេនៅលើផ្លូវនេះមែនទេកាន់វែកដែលចាស់មួយស្មានតែខ្លួនឯងជាវីរបុរសមែនមើលក្លិនប្រេងថោកទាបនៅលើខ្លួនអញផងក្លិនប្រេងលើខ្លួនខ្ញុំគឺរកបានដោយដៃទាំងពីររបស់ខ្ញុំវាស្អាតសំណាស់ផ្ទុយទៅវិញមនុស្សមួយចំនួនស្លៀកពាក់ថ្លៃថ្នូរប៉ុន្តែបែរជាធ្វើទង្វើថោកទាបបំផ្លាញឆ្នាំងបាយអ្នកដទៃទៅវិញមិនចង់ប្រើដៃជើងជាមួយខ្ញុំមកខ្ញុំចង់មើលដៃឆាំហូបរាល់ថ្ងៃរបស់ឯងមកនេះមើលចង់ដឹងថាតើដៃឆាំហូបរាល់ថ្ងៃរបស់ឯងអាចមានលុយសង្ថ្លៃព្យាបាលឲ្យឯងដែរឬទេសៀវយ៉ាអង្គុយសម្រាកនៅខាងនោះសិនទៅកុំប៉ះពាល់មុខរបួសលោកវាងលោកគឺជាអ្នកជំនួញចឹងពួកយើងមករកខុសត្រូវតាមច្បាប់និងតាមក្បួនខ្នាតវិញនិយាយស្អីស្ដាប់មិនយល់កិច្ចសន្យាចែងយ៉ាងច្បាស់ថាបើម្ចាស់តូបមិនបានបំពេញបទបញ្ជាធ្ងន់ធ្ងរទេគ្មាននរណាម្នាក់មានសិទ្ធិដកហូតតូបដោយឯកតោភាគីឡើយកិច្ចសន្យារបស់ខ្ញុំនៅសល់2ឆ្នាំពេញទៀតហើយយ៉ាងម៉េចលុយសងការបំពេញកិច្ចសន្យាអញសងដូចពីរដងឲ្យខាងគ្រប់គ្រងអញនៅតែត្រូវតែរើចេញដែរលោកសងខាងគ្រប់គ្រងយ៉ាងម៉េចជារឿងរបស់លោកប៉ុន្តែឥឡូវនេះលោកមកវិកំទេចតូបរបស់ខ្ញុំតាមច្បាប់លោកចិត្តណាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃហើយថែមទាំងធ្វើឲ្យអូនស្រីខ្ញុំរងរបួសទៀតអាចុងភើតូចនេះចេះនិយាយពីរឿងច្បាប់ទៀតផងគ្រាន់តែគ្រឿងផ្សំប្រឡាក់បន្តិចបន្តួចសោះសំខាន់ស្អីយ៉ាងច្រើនអញចេញលុយហោបឲ្យខ្លួនឯងសងអញ500រៀលហឹម500ទឹកស៊ុបមួយឆ្នាំងនេះខ្ញុំប្រើឆ្អឹងជំនីជ្រូកខ្មៅជ្រើសរើសយ៉ាងសម្រាំងរងាស់ជាមួយគ្រឿងទេសរូបមន្តបុរាណរហូតដល់10ម៉ោងតម្លៃពាណិជ្ជកម្មនិងរូបមន្តសម្ងាត់នេះគិតលោក1សែនមិនច្រើនពេកទេមែនទេអញទាឡើងកប់ពុកហើយប្រទេសនិងគ្រឿងក្លែមរបស់មីងជ្រូកគិត20000ថ្លៃព្យាបាលនិងជំងឺផ្លូវចិត្តប្អូនស្រីខ្ញុំគិត1សែនបុករួមទាំងខាតបង់ការរកស៊ីដោយសារពួកលោកមកឡានឆោឡោបើគ្មាន5សែនទេថ្ងៃនេះគុំសង្ឃឹមថានឹងបានដើរចេញពីផ្លូវនេះឲ្យសោះហា5សែនគ្រាន់តែរបស់មួយគំនោនេះនឹងឯងឈួតលុយទេដឹងឯងចង់ជំរិតទាវប្រាក់ពីអញហេជំរិតឬមិនជំរិតទុកឲ្យប៉ូលីសនិងចៅក្រមជាអ្នកសម្រេចខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះហើយតាក់ទងអ្នកសារព័ត៌មានក្នុងស្រុកផងដែរលោកវាងហាងអិតមនុស្សបម្រើរបស់លោកមិនទាន់បានបើកផងព័ត៌មានអាស្រ័យចិត្តឡើងទំព័រមុខហើយវាងជៀនកគ្រាន់តែដោះស្រាយជាមួយអ្នកលក់ដូរតាមចាំផ្លូវប៉ុន្មានអ្នកសោះក៏ធ្វើឲ្យញ៉ៃដែរតើខ្ញុំគួរតែវិតម្លៃសមត្ថភាពធ្វើការរបស់ឯងឡើងវិញទេលោកប្រធានលីអាឡូនេះវារឹងក្បាលណាស់និយាយមិនស្ដាប់បានហើយបិទមាត់យុវជនអាយ៉គំនិតលឿនគ្រាន់បើចេះប្រើប្រាស់មតិសាធារណៈនិងច្បាប់ដើម្បីការពារសិទ្ធិអំណាចខ្លួនឯងឆ្លាតគ្រាន់បើរាល់ប្រាក់សងដែលខ្ញុំនិយាយគឺមានហេតុផលត្រឹមត្រូវទាំងអស់វាកំទេចរបស់គេគឺត្រូវតែសងនេះជាច្បាប់ទម្លាប់ធម្មជាតិហឹមច្បាប់ទម្លាប់នៅចំពោះមុខអំណាចពិតប្រាកដសម្ដីរបស់ខ្ញុំគឺជាច្បាប់នៅទីនេះមានលុយសុទ្ធ6សែន5សែនជាថ្លៃសងការខូចខាតហើយ1សែនទៀតជាថ្លៃទិញទឹកចិត្តឲ្យអញបិទមាត់យកលុយនេះហើយនាំមនុស្សរបស់ឯងរើចេញពីផ្លូវនេះនៅយប់នេះទៅលោកប្រធានលីមែនទេតើលោកគិតថាឲ្យតែពួកអ្នកមានបោះលុយមកមួយកញ្ចប់ពួកយើងជាមនុស្សធម្មតាត្រូវតែទទួលយកដោយស្ដាប់បង្គាប់មែនទេលោកភ្លុនគ្មានទីបញ្ចប់ចុងក្រោយនឹងបានតែដៃទេប៉ុណ្ណោះលុយនេះបានមកដោយមិនស្អាតស្អំទេខ្ញុំមិនយកដាច់ខាតអ្វីដែលពួកយើងជឿមិនមែនត្រឹមតែការសងប្រាក់នោះទេគឺការសុំទោសលោកវាងជៀនកត្រូវតែសុំទោសប្អូនស្រីខ្ញុំនិងអ្នកលក់ដូរទាំងអស់នៅចំពោះមុខអ្នកជិតខាងទាំងមូលឆ្លើយណាស់យុវជនកុំមើលងាយប្រមាថមើលងាយគេពេកផ្នែកច្បាប់រៀបចំឯកសារជំរុញគម្រោងអភិវឌ្ឍឡើងវិញបាទខ្ញុំចង់ឲ្យតូបទាំងអស់នៅលើផ្លូវនេះដែលមិនស្របតាមការរៀបចំបណ្ដេញចេញឲ្យអស់ក្នុងរយៈពេល1ខែតាខ្មៅតើលោកមកទីនេះបានយ៉ាងម៉េចក្មេងសម័យនេះពិតជាមានកំហឹងខ្លាំងណាស់បន្តិចបន្តួចក៏វាកំទេចឆ្នាំងបាយចានបំផ្លាញច្បាប់ទម្លាប់ដែលបុព្វបុរសបានបន្សល់ទុកស្រីតាខ្មៅលោកចេះនិយាយដែរឬតើលោកមិនមែនជាមនុស្សទេលេឡាហូ30ឆ្នាំមុនឯងគ្រាន់តែជាកូនជាម្នាក់ដែលជួយការងារខ្ញុំនៅផ្ទះបាយក្រោយប៉ុណ្ណោះឥឡូវនេះស្លៀកពាក់ឈុតអាវធំហើយមកដល់ទឹកដីរបស់ខ្ញុំដើម្បីវាបំបាយឆ្នាំងបាយរបស់មិត្តរួមអាជីពឬតើលោកតាឯងជាស្អីចាប់អារម្មណ៍ហ៊ាននិយាយជាមួយប្រធានលេបែបនេះពិតមាត់លោកបីខ្មៅលោកហេតុអ្វីបានជាលោកនៅទីនេះលោកបីខ្មៅប្រធានលេតើលោកតានេះជាអ្នកណាអញដឹងស្អីប្រញាប់សុំទោសលោកពូខ្មៅភ្លាមលោកនេះជាកម្ពុជាអ្នកជំនាញក្នុងវិស័យម្ហូបអាហារភាគខាងត្បូងលោកពូខ្មៅ
កាលពីមុនប្រសិនបើគ្មានលោកពូខ្មៅផ្ដល់បាយឲ្យហូបទេខ្ញុំលេឡាហូប្រហែលជាដាច់ពូស្លាប់បាត់ទៅហើយលេឡាហូអញពិតជាមានមុខមាត់ខ្លាំងណាស់នាំយកម៉ាស៊ីនស្អីមកវាកំទេចកន្លែងចាស់របស់ខ្ញុំមិនដែរមានអារម្មណ៍ថាម៉ាស៊ីនអាចជំនួសទឹកចិត្តមនុស្សបានគិតថាដើមទុនអាចបង្កើនបរិយាកាសជីវិតមនុស្សបានឬលោកពូខ្មៅសូមកុំខឹងអីខ្ញុំមិនដឹងថាផ្សាររាត្រីនេះជាកន្លែងដែលលោកតាសម្រាប់ព្យាបាលខ្លួននោះទេជប់និយាយឥតប្រយោជន៍ច្បាប់របស់ខ្ញុំអញដឹងហើយចុះតាមបំណងរបស់លោកពូខ្មៅតើរឿងនេះគួរតែបញ្ចប់ដោយរបៀបណាដោយសារតែផ្សព្វផ្សាយម៉ាស៊ីនចឹងពួកយើងធ្វើតាមច្បាប់ទម្លាប់របស់អ្នកធ្វើម្ហូបចាត់តាំងកាប់ប្រកួតស្នាដៃធ្វើម្ហូបធ្វើម្ហូបលោកពូខ្មៅលោកមិនមែននិយាយលេងទេមែនទេពួកយើងគឺជាដៃយន្តបញ្ញាសិប្បនិម្មិតតម្លៃរាប់សិបលានដុល្លារយកទៅលក់ដូរតាមចិញ្ចើមផ្លូវមកប្រៀបធៀបជាមួយពួកយើងគឺដូចជាយកបដិវត្តឧស្សាហកម្មមកកិនកំទេចសង្គមបុរាណចឹងពិតមាត់នៅទីនេះគ្មានវេនឯងនិយាយទេហាលោកពូខ្មៅជាគូនិយាយមិនពីរោះប៉ុន្តែវាមានហេតុផលម៉ាស៊ីនមានភាពច្បាស់លាស់ឆ្នាំងដែកបុរាណនេះខ្លាចតែប្រកួតមិនឈ្នះមែនប្រសិនបើចាញ់តាមមិនខូចកេរ្តិ៍ឈ្មោះរបស់លោកតានោះទេជប់ប្រើល្បិចបោកប្រាស់នេះជាមួយខ្ញុំទៅពេលបាក់ឡានមេបាច់ឈ្មោះពីបំបែកឆ្នាំងមានអារម្មណ៍ថាខ្ពង់ខ្ពស់ជាងគេឥឡូវនេះមកបង្ហាញស្នាដៃពិតប្រាកដនៅលើការកាត់បែកជាមានការភ័យខ្លាចទៅវិញមានតែមួយម៉ាត់ទេតើការប្រកួតនេះពួកឯងព្រមទទួលឬមិនទទួលជាងគូតើទិន្នន័យនៃការសាកល្បងដៃយន្តរបស់ពួកយើងបច្ចុប្បន្នយ៉ាងម៉េចដែរប្រធានលេខកុំបារម្ភក្រុមហ៊ុន A របស់ពួកយើងបានបញ្ចុះទិន្នន័យមេចុងភៅ Michelin រាប់រយនាក់យ៉ាងល្អឥតខ្ចោះដោយមានភាពច្បាស់លាស់ដល់កម្រិតមីលីក្រាមកុំនិយាយត្រឹមអ្នកចម្អិនម្ហូបតាមចិញ្ចើមផ្លូវសូម្បីតែមេចុងភៅជើងចាស់ថ្នាក់ជាតិមកក៏ដោយម៉ាស៊ីនរបស់ពួកយើងដាច់ខាតមិនអាចចាញ់បានឡើយល្អលោកពូខ្មៅដោយសារតែលោកចង់បង្កើតច្បាប់នេះពួកយើងទទួលយកប្រសិនបើពួកឯងឈ្នះខ្ញុំខ្មៅឡាវសាននឹងកាត់ខ្សែរ៉កម៉ាស៊ីនរបស់ពួកឯងដោយផ្ទាល់ចាប់ពីពេលនេះទៅខ្ញុំនឹងចាក់ចេញពីវិស័យធ្វើម្ហូបហើយឈប់ខ្វល់ខ្វាយពីរឿងរ៉ាវពិភពលោកទៀតលោកពូខ្មៅមិនបានទេរឿងនេះកើតឡើងដោយសារខ្ញុំមិនអាចឲ្យប៉ះពាល់ដល់លោកពូបានទេចៅប្រុសក្រុមអ្នកដើមទុនទាំងនេះចង់ផ្ដាច់ផ្លូវរស់របស់អ្នកមានជើងសារថ្ងៃនេះក៏ជាការដណ្ដើមយកមុខមាត់ឲ្យវិស័យអាជីពរបស់ពួកយើងដែរហ៊ានប្រកួតឬទេហ៊ានហាមិនស្គាល់ប្រមាណកម្លាំងខ្លួនឯងល្អខ្ញុំឲ្យពេលឯងកន្លះខែដើម្បីរៀបចំរឿងក្រោយដោយសារតែជាការប្រកួតពួកយើងត្រូវតែដាក់ប្រាក់ភ្នាល់ឲ្យបានច្បាស់លាស់នៅលើតុតើឯងចង់ភ្នាល់យ៉ាងម៉េចបើចាញ់ពួកឯងត្រូវតែរៀបចំអីវ៉ាន់ចាក់ចេញដោយគ្មានលក្ខខណ្ឌភ្លាមហើយថែមទាំងត្រូវចុះផ្សាយសុំទោសខ្ញុំនៅចំពោះមុខបណ្ដាញអ៊ីនធឺណិតទាំងមូលទៀតផងសៀវហ្វុងរឿងនេះធ្វើមិនបានទេពួកយើងប្រកួតមិនឈ្នះបច្ចេកវិទ្យាទំនើបរបស់ពួកគេទេយើងក៏ស៊ូមិនឈ្នះបច្ចេកវិទ្យាជឿនលឿនរបស់ពួកគេទេអូខេខ្ញុំយល់ព្រមតាមអ្នកស្អាតនៅតែមានភាពក្លាហានខ្លះដែរចុះបើឯងចាញ់វិញខ្ញុំចាញ់វិទ្យាសាស្ត្រមិននឹងអាចចាញ់អបិយជំនឿទៅវាជារឿងគួរឲ្យអស់សំណើចបំផុតនៅលើលោកចុះបើលោកចាញ់វិញបើលោកចាញ់ខ្ញុំចង់ឲ្យលោកសង10ដងនៃតម្លៃតូបនិងគ្រឿងផ្សំដែលលោកបានបំផ្លាញព្រមទាំងថ្លៃព្យាបាលប្អូនស្រីខ្ញុំរឿងតូចតាចលុយកាក់បន្តិចបន្តួចប៉ុណ្ណឹងខ្ញុំមិនខ្វល់ផងកុំប្រញាប់ខ្ញុំចង់ឲ្យលោកអនក្បាលសុំទោសឆ្នាំងខ្ទះដែកនីមួយនៅចំពោះមុខការផ្សាយផ្ទាល់ពេញអ៊ីនធឺណិតលោកត្រូវតែសារភាពដោយផ្ទាល់មកថាភាពក្រអឺតក្រទមនៃដើមទុននិងម៉ាស៊ីនដ៏ត្រជាក់មិនអាចប្រៀបធៀបនឹងកម្ដៅចង្កានបាយនៅក្នុងដៃរបស់ប្រជាជនសាមញ្ញបានឡើយឯងយល់សពទាំងថ្ងៃទេដឹងឯងជាស្អីចង់ឲ្យខ្ញុំអនក្បាលសុំទោសនោះជាងគប់យកព្រមតាមគេទៅបរិខាតម្លៃរាប់សិបលានមិនអាចយកឈ្នះអ្នកឆាតាមចិញ្ចើមផ្លូវទេលោកទៅលោតទឹកសម្រាប់ខ្លួនទៅអូខេខ្ញុំយល់ព្រមកន្លះខែទៀតខ្ញុំនឹងបោះសម្អាតឯងនឹងគំនរសម្រាមទាំងនេះចូលទៅក្នុងធុងសម្រាមឲ្យស្អាតអូនឯងនិយាយសម្ដីធំណាស់ប៉ុន្តែក្នុងងាយកន្លះខែខាងមុខនេះឯងនឹងត្រូវរងទុក្ខវេទនាដោយជួបនរកអីចឹងស្លឹកបន្លែលួយដែលត្រូវគេជន់ឈ្លីពេញដីប៉ុន្តែខ្ញុំដាច់ខាតមិនចុះចាញ់ឡើយពូខ្មៅខ្ញុំមិនខ្លាចការលំបាកទេឆ្នាំងមួយនេះមិនថាត្រូវជួបអ្វីទេខ្ញុំដាច់ខាតត្រូវតែរក្សាវាឲ្យបានអ្នករាល់គ្នាប្រញាប់មើលទូរស័ព្ទមើលព័ត៌មានក្តៅក្នុងក្រុងលោកវាងកំពុងបើកសន្និសីទកាសែតប្រកាសផលិតផលថ្មីហើយនៅទីផ្សាររាត្រីដែលពោពេញដោយញើសនិងកម្ដៅចង្កានបាយអេក្រង់តូចមួយនោះកំពុងបង្ហាញពីអនាគតដ៏ត្រជាក់និងហ្មត់ចត់បំផុតត្រឹមតែ2វិនាទីនោះគឺជាភាពស្មើគ្នាឥតខ្ចោះដែលចុងភៅមនុស្សលោកហាត់រៀន10ឆ្នាំក៏មិនអាចធ្វើបានដែរគ្មានអារម្មណ៍មានតែសមត្ថភាពកិននីរបស់ម៉ាស៊ីនលោកស្រីសូមស្វាគមន៍មកកាន់ការបង្ហាញសមត្ថភាពរបស់ស្ដេចចុងភៅ 1.0 កម្ដៅនិងគ្រឿងទេសគឺត្រឹមត្រូវឥតខ្ចោះគ្មានចលនាលើសលុះសំបីតែបន្តិចធ្វើម៉េចនឹងអាចប្រកួតឈ្នះទៅដៃមនុស្សម៉េចនឹងអាចប្រកួតឈ្នះកុំព្យូទ័របានកន្លះខែទៀតពួកយើងច្បាស់ជាត្រូវរើចេញហើយត្រឹមត្រូវដល់ 2.5 ក្រាមនៃប៊ឺសមត្ថភាពដ៏គួរឲ្យភ័យខ្លាចបែបនេះតើខ្ញុំអាចឈ្នះបានមែនទេមិនដែរត្រូវម៉ាស៊ីនប៉ុន្មានគ្រឿងនោះបំភ័យហើយឬអូនចុះចាញ់ហើយមែនទេពូខ្មៅខ្ញុំមិនទាន់ចុះចាញ់ទេប៉ុន្តែខ្ញុំមិនដឹងថាតើត្រូវយកឈ្នះវាផ្នែកល្បឿននិងភាពត្រឹមត្រូវដោយរបៀបណាទេនៅក្នុងបន្ទប់ព្រោះចំហាយយប់នោះភ្លើងឆេះខ្លាំងណាស់សីតុណ្ហភាពនេះគឺលើសពីដែនកំណត់នៃទីផ្សាររាត្រីទៅទៀតបើឯងចង់ឈ្នះម៉ាស៊ីនដែលគ្មានបេះដូងមួយនោះឯងមិនអាចលេងតាមច្បាប់របស់វាបានឡើយឯងត្រូវប្រើភ្លើងដែលខ្លាំងបំផុតដើម្បីដាស់ជីវិតនៃគ្រឿងផ្សំចេញមកហាត់ជាមួយខ្សាច់មុនគេលុះត្រាតែឆាកសាច់រហូតដល់បែកគ្រាប់ស្អាតទើបអាចចាប់ផ្ដើមប្រើគ្រឿងផ្សំបានឆ្នាំងដាច់ខាតមិនអាចឈប់បានឡើយប្រើតែជាស្ដាប់ភ្នែកអាចបោកប្រាស់ឯងប៉ុន្តែវិញ្ញាណដែលបានវឹកហាត់រាប់ពាន់ដងនឹងមិនបោកប្រាស់ឯងឡើយ
ចូលទទួលយកអារម្មណ៍នៃកម្ដៅដ៏កំពូលនោះពីសំឡេងបែបនេះហើយគឺពេលនេះឯងល្មមប្រឡងជាប់ទៅស្រោចទឹកត្រជាក់ទៅឯងសល់ពេលមិនច្រើនទេអ្វីដែលភ្លើងក្តៅរំលត់ចេញមកមិនមែនត្រឹមតែជាស្នាដៃទេគឺថែមទាំងមានចិត្តរបស់ខ្ញុំទៀតសមរភូមិបន្ទាប់មិនមែនជាផ្សាររាត្រីទៀតទេតែគឺជាកិត្តិយសសៀវយ៉ាហេតុអីអត់ងុយមួយយប់ហេតុអីភ្នែកក្រហមម្លេះតើរបួសឈឺទៀតមែនទេបងហេតុអីដៃបងរបួសដល់ថ្នាក់ហ្នឹងពួកយើងឈប់ប្រកួតទៅបានទេពួកយើងរៀបចំទុកត្រឡប់ទៅស្រុកវិញទៅសៀវហ្វុងកើតរឿងធំហើយឯងប្រញាប់មើលទូរស័ព្ទទៅលោកវាងនិងពួកគាត់បានផុសព័ត៌មានមិនពិតអំពីឯងច្រើនណាស់មានអ្នកលេងអ៊ីនធឺណិតរាយការណ៍ថាម្ចាស់តូបលីនជីឆាក្តៅធ្លាប់មានចំនួនជាមួយបុគ្គលិកគ្រប់គ្រងបងពួកគេមិនត្រឹមតែផុសព័ត៌មានមិនពិតទាំងនេះទេថែមទាំងផ្ញើរូបភាពមិនល្អជាច្រើនចូលក្នុងប្រអប់សាររបស់ខ្ញុំទៀតនេះគឺជាល្បិចរបស់លោកវាងចង់ប្រើព័ត៌មានអវិជ្ជមានមកបំផ្លាញផ្លូវចិត្តខ្ញុំដើម្បីឲ្យខ្ញុំបោះបង់ការប្រកួតដោយខ្លួនឯងសៀវហេងពួកយើងប្តឹងប៉ូលីសទៅនេះជាការប្រឌិតរឿងសុទ្ធសាធប្តឹងប៉ូលីសត្រូវចំណាយពេលស៊ើបអង្កេតពួកយើងរងចាំមិនបានទេអ៊ំស្រីថ្ងៃនេះរំខានអ៊ំជួយនៅកំដរសៀវយ៉ាផងខ្ញុំទៅរងាស់ស៊ុបពាក្យចាំអារ៉ាមទូសាហាវយ៉ាងណាក៏មិនអាចបានក្លិនក្រអូបនៃស៊ុបឆ្ងាញ់បានដែរកន្លះខែទៀតនៅលើសង្វៀនខ្ញុំនឹងបង្ហាញខ្លួនឯងនៅចំពោះមុខអ្នកលេងអ៊ីនធឺណិតទាំងអស់មិនវង្វេងស្មារតីញ៉ាំងឲ្យឯងមានភាពក្លាហានតោះតាមអញមកមេរៀនហ្វឹកហាត់ពិសេសទី2ពួកខ្មៅអេរបស់វាងជៀនគួរប្រកាសជាប្រើគ្រឿងទេសលំដាប់កម្ពូលមកជំនួសហើយលើកនេះតើខ្ញុំគួរតែកែសម្រួលរូបមន្តទេបោះបង់គ្រឿងទេសដែលលើសទាំងអស់ចោលទៅប្រើតែគ្រឿងផ្សំធម្មតាបំផុតទាំងនេះរំងាស់ស៊ុបខាប់ដ៏កម្ពូលមួយឆ្នាំងឲ្យឯងមិនបង់គ្រឿងទេសតើអាចទៅរួចយ៉ាងម៉េចមិនក៏មិនអាចការធ្វើម្ហូបកម្រិតខ្ពស់បំផុតគឺធ្វើឲ្យគ្រឿងផ្សំបង្ហាញនូវរសជាតិដើមពិតប្រាកដបំផុតដាក់ចូលឆ្នាំងចាប់ពីថ្ងៃត្រង់រហូតដល់អាធ្រាត្រតាមរយៈការគ្រប់គ្រងសីតុណ្ហភាពយ៉ាងហ្មត់ចត់កាកសំណល់ដែលលើសត្រូវបានជំរុះចេញទាំងស្រុងដល់ពាក់កណ្ដាលអាធ្រាត្រក្លិនសាច់ដ៏បរិសុទ្ធបំផុតក៏ភីឡើងឆ្ងាញ់ណាស់ភាពខាប់នៃគូឆ្អឹងនិងភាពអែមនៃបន្លែបានឈានដល់តុល្យភាពដ៏ល្អឥតខ្ចោះពួកខ្មៅខ្ញុំយល់ហើយនេះហើយជាក្លិនក្រអូបនៃជីវិតអ្នកស្រុកអេរបស់វាងជៀនគួរមិនអាចធ្វើស៊ុបដែលមានរសជាតិស្មោះស្ម័គ្របែបនេះបានដាច់ខាតបងបន្លែសម្រាប់ថ្ងៃស្អែកខ្ញុំហាន់រួចរាល់ហើយគ្រឿងស៊ុបខាប់ក៏បានច្រកកញ្ចប់រួចរាល់ដែរសៀវហ្វុងប៉ុន្មានថ្ងៃនេះឯងហ្វឹកហាត់ពិសេសហត់នឿយហើយការប្រកួតថ្ងៃស្អែកអ្នកជិតខាងទាំងអស់ពួកយើងនឹងជួយលើកទឹកចិត្តឯងគ្មានទឹកគ្មានភ្លើងតើយើងយកអ្វីលាងបន្លែយកអ្វីបង្កាត់ភ្លើងធ្វើម៉េចរងាស់ស៊ុបរ៉ូបូតអេមានប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីនិងទឹកផ្ទាល់ខ្លួននេះច្បាស់ជាវិធីប្រកួតប្រជែងមិនស្មោះត្រង់ទេបងចុះឥឡូវយើងត្រូវធ្វើម៉េចតើយើងពិតជាត្រូវបោះបង់ចោលបែបនេះមែនទេមិនថាពួកវាប្រើល្បិចអ្វីទេឲ្យតែឆ្នាំងដែកនេះនៅមានភ្លើងថ្ងៃស្អែកខ្ញុំដាច់ខាតត្រូវតែដុតវាឲ្យឆេះឡើងពួកវាចង់ផ្ដាច់ផ្លូវរស់របស់យើងដាច់ខាតមិនព្រមទេសៀវហ្វេងនៅកន្លែងមីងមានហ្គាសបំរុងនៅក្រៅភូមិមានស្ថានីយទឹកសាធារណៈសៀវយ៉ាទៅយកធុងហើយទៅជាមួយតាចៅប្រុសឃើញទេនេះហើយជាក្លិនផ្សែងភ្លើងជីវិតម៉ាស៊ីនទោះបីជឿនលឿនយ៉ាងណាក៏មិនអាចបង្ក្រាបកម្លាំងដែលកើតចេញពីការរួមចិត្តគ្នានេះបានដែរពូហិកខ្ញុំយល់ហើយថ្ងៃនេះខ្ញុំនឹងសងពួកវានៅការប្រកួតដ៏អស្ចារ្យបំផុតរាត្រីដ៏វែងឆ្ងាយចុងក្រោយត្រូវបានឆ្លងផុតបន្តិចម្ដងថ្ងៃប្រកួតស្នាដៃធ្វើម្ហូបដែលមនុស្សគ្រប់គ្នារងចាំចុងក្រោយបានមកដល់ហើយប្រិយមិត្តទស្សនិកជនទាំងឡាយស្វាគមន៍មកកាន់ទីលានប្រកួតប្រជែងនៃសតវត្សដែលមិនធ្លាប់មានពីមុនមកថ្ងៃនេះយើងនឹងធ្វើជាសាក្សីដោយផ្ទាល់ភ្នែកថាតើរ៉ូបូតអេបច្ចេកវិទ្យាចុងក្រោយតម្លៃរាប់សិបលានឬក៏ឆ្នាំងដែកបុរាណបែបផ្លូវថ្នល់មួយណាដែលអាចតំណាងឲ្យកម្រិតកំពូលនៃវិស័យម្ហូបអាហារនាពេលអនាគតភាពត្រជាក់ស្រជុំបំផុតនិងភាពរស់រវើកបែបស្រុកស្រែបំផុតនៅខណៈពេលនេះបានបង្កើតជាទស្សនីយភាពផ្ទុយគ្នាយ៉ាងខ្លាំងជាគូគុំនិយាយច្រើនអីប្រញាប់ចាប់ផ្ដើមទៅក្លិនប្រេងម៉ាស៊ូតលោកលំជាមួយក្លិនប្រេងចាស់បែបនេះពិតជាធ្វើឲ្យចង់ក្អួតណាស់វាលឿនបញ្ចប់លឿនសម្អាតពួកម៉ងនេះចេញឲ្យអស់ទៅហ៎អាអ្នកឆាំហូប
មិនដែររសជាតិគ្មានទឹកគ្មានភ្លើងស្រួលកាយទេអាស្រ័យដោយសារឯងយកមិញដេកមិនសូវលក់ទេប៉ុន្តែដើម្បីទប់ទល់នឹងដែកកាក់សំណល់ពីដើមរបស់ឯងប៉ុន្មានមុខនេះគឺគ្រប់គ្រាន់ហើយ បងកុំខ្វល់ពីគេនៅរាល់គ្នាកំពុងតែមើលបងហើយ ចឹងគុំនិយាយច្រើនបង្កាត់ភ្លើងទៅបេក្ខជនទាំងសងខាងបានត្រៀមខ្លួនរួចរាល់ហើយឥឡូវនេះខ្ញុំសូមប្រកាសថាការប្រកួតជុំទី1ផ្នែកហាននឹងល្បឿនចាប់ផ្ដើមជាផ្លូវការវិញ្ញាសាជុំទី1មើមដំឡូងបារាំងឆាច់ឈ្វហែមិនប្រកួតលើកម្ដៅភ្លើងទេប្រកួតតែជំនាញកាំបិតនិងល្បឿនប៉ុណ្ណោះមិនបាច់យកទេបើកដំណើរការប្រព័ន្ធក៏ចេះ 1.0 វគ្គល្បឿនលឿនបំផុតភ្លាម ម្ហូបបានរួចរាល់រយៈពេល 8.5 វិនាទី មិនអាចបដិសេធបានទេលើផ្នែកល្បឿនសុទ្ធសាធម៉ាស៊ីនបានឈានដល់កម្រិតគួរឲ្យភ័យខ្លាចប៉ុន្តែរឿងនេះដាច់ខាតមិនអាចធ្វើឲ្យខ្ញុំរាថយបានឡើយប្រើកាំបិតពីរព្រមគ្នា ក្បាច់គុណល្អណាស់ធ្វើដៃល្អណាស់បេក្ខជនលេងវែងប្រើកាំបិតពីក្នុងពេលតែមួយមនុស្សពេញផ្សាររាត្រីមិនដែលឃើញទេ បេក្ខជនលេងវែងធ្វើរួចរាល់ហើយប្រើពេល11វិនាទីធ្វើដៃកាំបិតរបស់ថៅកែលេងគួរឲ្យទស្សនាណាស់រសជាតិដិតដល់ល្អប៉ុន្តែជុំនេះលឿនពេកម៉ាស៊ីនពិតជាឈ្នះមែនជុំទី1 HF 1.0 ឈ្នះឃើញទេនេះហើយជាអំណាចនៃបច្ចេកវិទ្យាហានៅចំពោះមុខបច្ចេកវិទ្យាដ៏អស្ចារ្យធ្វើដៃដែលឯងមានមោទនភាពនោះគឺគ្រាន់តែជារឿងកំ pl ែងប៉ុណ្ណោះអ្វីទៅនេះគ្រាន់តែជាម្ហូបត្រជាក់ប៉ុណ្ណោះម្ហូបក្តៅទើបតែចាប់ផ្ដើមទេសំបីតែមេឃក៏មិនជួយឯងដែរចង្កានវាលនេះត្រូវទឹកភ្លៀងភ្លើងច្បាស់ជាថយចុះពាក់កណ្ដាលហើយសំណើមខ្យល់កើនឡើងយ៉ាងលឿនបន្លែលើជ្រីងពោពេញដោយដំណក់ទឹកនេះជាការសាកល្បងដ៏ធំសម្រាប់កម្ដៅភ្លើងវិញ្ញាសាជុំទី2ម្ហូបចិនតាមផ្ទះដែលសាកល្បងការយកចិត្តគ្នាគឺបន្លែឆាក្ដៅសំខាន់គឺការគ្រប់គ្រងកម្ដៅភ្លើងចាប់ផ្ដើមកម្មវិធីឆាក្ដៅកំណត់សីតុណ្ហភាពថេ280អង្សាពេលឆាជាក់លាក់35វិនាទីយ៉ាងម៉េចដែរនេះជាការចម្លងតាមទិន្នន័យមួយចុងភៅដ៏ល្អឥតខ្ចោះលោកប្រធានវងធ្វើដៃកាំបិតម៉ាស៊ីនលោកគឺកំពូលហើយប៉ុន្តែម្ហូបមួយចាននេះវាឆ្ងាញ់បែបគ្មានជីវិតនិយាយផ្ដេសផ្ដាសសីតុណ្ហភាពថេ280អង្សាទិន្នន័យមិនខុសសូម្បីតែ1មីក្រូវិនាទីមិននឹងគ្មានជីវិតប្រែថាម៉ាស៊ីននេះគឺតែតាមសិភៅលោកលេយមើលចុះទឹកបាចានអាចចិញ្ចឹមត្រីបានហើយរបស់លោកកញ្ញាមិនដល់ការប្រែប្រួលអាកាសធាតុទេភ្លៀងធ្លាក់ធ្វើឲ្យបន្លែបឺតទឹកពេញលោកនៅតែប្រើសីតុណ្ហភាព280អង្សាមិនប្រែប្រួលឆាទៀតទឹកមិនទាន់ហួតទាន់ទេត្រូវឲ្យម្ហូបនេះចុងក្រោយប្រែជាស្ងោរមិនបានរក្សាភាពផ្អែមស្រស់របស់បន្លែតតែសោះលោកប្រធានវងបញ្ហាម៉ាស៊ីនបងប្រុសបន្លែសម្រស់ទឹកហើយប៉ុន្តែនៅសំបន្តិចមិនអីទេផលប្រែប្រួលដែលម៉ាស៊ីនបត់បែនមិនទាន់មនុស្សជាអ្នកបត់បែនអាឆានេះឈួតមែនទេបើកភ្លើងធំម្លេះបោះបន្លែចូលមិនឆេះទៅជាធ្យូងបាត់ហើយពិតជាមនុស្សស្រែមិនដែលឆ្លងកាត់ការហ្វឹកហ្វឺនមែនចាក់ចូលខ្ទះអូយចិត្តខ្លោចហើយចិត្តខ្លោចហើយប្រែជាយ៉ាងនេះសោះយុវជននេះកំពុងប្រើកម្ដៅខ្លាំងបំផុតក្នុងពេលភាគ10នៃវិនាទីដុតរហូតទឹកដែលលើសលើផ្ទៃបន្លែចេញដួសដាក់ចានអញ្ជើញអ្នកកម្មការភ្លុកមិនអាចទៅរួចស្រស់ស្រាយនិងស្រួយដូចទើបបេះថ្មីកម្ដៅភ្លើងខ្លាំងបានចាក់សារភាពផ្អែមភ្លាមក្លិនឈ្ងុយនិងភាពផ្អែមស្រស់នេះជាជីវិតដែលម៉ាស៊ីនមិនអាចធ្វើតាមបានតតែសោះនេះទើបហៅថាឆាក្ដៅនេះហើយជាក្លិនខ្ទះប្រើភ្លើងខ្លាំងបំបែកស្ថានភាពដោះស្រាយបញ្ហាទឹកលើសថែមទាំងផ្ដល់ព្រលឹងដែលមិនអាចចម្លងបានដល់ម្ហូបនេះពិន្ទុពេញ10ចៅក្រមទាំង5រូបបានសម្រេចជាឯកឆន្ទជុំទី2បេក្ខជនលីនហ្វុងជាអ្នកឈ្នះស្មើគ្នា1-1ហាល្អណាស់ដកការកម្រិតសុវត្ថិភាពទាំងអស់ចេញភ្លាមខ្ញុំចង់ប្រើទិន្នន័យកម្ពុជាបំផុតដើម្បីឈ្នះការប្រកួតនេះឲ្យដាច់ខាតយើងនឹងឈានចូលដល់ជុំទី3ដែលជាជុំសម្រេចវាសនានិងជាការប្រកួតផ្ដាច់ព្រាត់ពួកអសមត្ថភាពម៉ាស៊ីនចំណាយប្រាក់រាប់សិបលានដើម្បីអភិវឌ្ឍបែបជាស្មារតីជាមួយចុងភៅចិញ្ចាំផ្លូវទៅវិញ
លោកប្រធានវាងជុំអំបញ្ញមិញគឺមកពីអាកាសធាតុប្រែប្រួលភ្លាមទៅបណ្ដាលឲ្យទិន្នន័យមានកំហុសកាត់ផ្ដាច់ឃ្លាំងរូបមន្តធម្មតាភ្លាមហើយបញ្ចូលកម្មវិធីសម្ងាត់ខ្ញុំនឹងប្រើគម្លាតវណ្ណៈដ៏ដាច់ខាតដើម្បីកិនកំទេចគិត UV នៅជុំចុងក្រោយប៉ុន្តែលោកប្រធានវាងកម្មវិធីនោះមានបន្ទុកធ្ងន់ធ្ងរណាស់ហើយថែមទាំងត្រូវការគ្រឿងផ្សំជាន់ខ្ពស់បំផុតទៀតផងគ្រឿងផ្សំខ្ញុំបានរៀបចំរួចរាល់យូរហើយព្រះអើយរបស់នីមួយនៅទីនេះសុទ្ធតែស្មើនឹងប្រាក់ខែប៉ុន្មានខែរបស់មនុស្សធម្មតាទៅហើយនេះតើជាការប្រកួតឯណានេះច្បាស់ជាយកលុយមកសង្កត់ក្បាលគេហើយថាកែលីនមើលច្បាស់ឬនៅនេះទើបជាម្ហូបអាហារជាន់ខ្ពស់ពិតប្រាកដជាអំណាចនៃដើមទុនក្លិនក្រអូបនិងរសជាតិនៃគ្រឿងផ្សំទាំងនេះគឺជាអ្វីដែលមនុស្សដូចជាអញសូម្បីតែយកសត្វក៏ស្រមៃមិនដល់ដែរនៅចំពោះមុខការបំបែកដោយគ្រឿងផ្សំដ៏អស្ចារ្យម្ហូបសម្រាមរបស់ឯងសូម្បីតែកាន់ស្បែកជើងឲ្យខ្ញុំក៏មិនសមផងអស្ចារ្យណាស់ខាងលោកប្រធានវាងបានយកគ្រឿងផ្សំជាន់ខ្ពស់ដ៏សែនហឺរហ័សមកប្រើប្រាស់នេះគឺហាខ្ញុំស្មានតែឯងលាក់រូបមន្តសម្ងាត់អស្ចារ្យអ្វីធ្វើចរិតឡើងយូរគឺមានតែប៉ុណ្ណឹងហាអាអ្នកស្រែឯងប្រហែលជាមិនមែនចង់យកសាច់ជ្រូកបកថោកតម្លៃប៉ុន្មានកាក់នេះមកប្រកួតជាមួយបង្កងធំជាន់ខ្ពស់តម្លៃ30ឡានរបស់ខ្ញុំទេដឹងឯងពិតជាឈួតដោយសារភាពក្រីក្រមែនទេលោកប្រធានវាងអ្នកខុសហើយខុសខ្ញុំខុសត្រង់ណាអ្នកខុសត្រង់ថាអ្នកមិនយល់តតែសោះថាអ្វីជាអាហារពិតប្រាកដអ្នកយកតម្លៃមកវាស់វែងរសជាតិដោយគិតថាការយករបស់ថ្លៃមកបូកបញ្ចូលគ្នាគឺជាម្ហូបឆ្ងាញ់ប៉ុន្តែអ្នកភ្លេចហើយថាធាតុពិតនៃអាហារគឺសម្រាប់បំពេញក្រពះនិងផ្ដល់ភាពកក់ក្ដៅដល់បេះដូងមនុស្សបង្កងអូស្ត្រាលីរបស់អ្នកពិតជាថ្លៃថ្នូរមែនប៉ុន្តែវានៅខ្ពស់ហួសហមិនស្គាល់រសជាតិនៃជីវិតសាមញ្ញឡើយចំណែករបស់នៅក្នុងដៃខ្ញុំទាំងនេះគឺជាអាហារ3ពេលដ៏សាមញ្ញបំផុតដែលបានចិញ្ចឹមជីវិតប្រជាជនរាប់លាននាក់អាហ្វុងនិយាយត្រូវប្រជាជនសាមញ្ញដូចពួកយើងគឺចូលចិត្តញ៉ាំអាហារបែបនេះឯងកុំមកសម្ដែងមនោសញ្ចេតនានៅទីនេះឈប់សម្ដែងសម្រក់ទឹកភ្នែកនៅទីនេះទៀតទៅពិភពចម្អិនអាហារទទួលស្គាល់តែរសជាតិប៉ុណ្ណោះមិនទទួលស្គាល់ភាពកំសត់ទូរគតទេគ្រាន់តែជាគ្រឿងផ្សំសខ្ញុំចាំមើលថាតើឯងចម្អិនចេញជាស្អីបានបើលោកចង់មើលចឹងខ្ញុំនឹងឲ្យលោកមើលនៅភាពអស្ចារ្យដែលចេញពីភាពសាមញ្ញបើកឆ្នាំងនេះជាក្លិនស្អីហ្នឹងក្លិនឈ្ងុយឆ្អឹងសាច់ខាប់ខ្លាំងណាស់គ្មានក្លិនអាបឬក្លិនថ្នាំចិនសូម្បីតែបន្តិចស៊ុបខាប់មួយឆ្នាំងនេះរងាស់បានល្អឥតខ្ចោះមែននេះហើយជាសัญลักษณ์ពីចុងក្រោយរបស់ខ្ញុំទឹកស៊ុបប្រលឹងមួយឆ្នាំងដែលខ្ញុំរងាស់ពេញមួយយប់ម្ខាងជាគ្រឿងសមុទ្រលំដាប់ខ្ពស់ម្ខាងទៀតជាទឹកស៊ុបប្រលឹងការប្រកួតផ្ដាច់ព្រាត់ចាប់ដើមជាផ្លូវការកម្មវិធីឆាមេគ្រឿងសមុទ្រពិសេសត្រូវបានផ្ទុកពេញលេញចាប់ដើមអនុវត្តលឿនពេកហើយរបៀបកាប់ដាវនឹងការប្រើភ្លើងបែបនេះសូម្បីតែចុងភៅកាយ3មីឈ្លីនក៏ប្រហែលជាមិនអាចធ្វើបានដោយគ្មានកំហុសបែបនេះដែរនេះហើយជាធម្មពលនៃបច្ចេកវិទ្យាលីនហ្វុងធំក្លិនឈ្ងុយនេះទេសាច់ជ្រូកចិត្តសរសៃរបស់ឯងមានស្អីមកប្រកួតជាមួយខ្ញុំសៀវយ៉ាចាក់មីជូចាស់ដឹងហើយបងព្រះអើយគាត់ចង់ធ្វើអីហ្នឹងចំអិនឆ្នាំងពីរព្រមគ្នាចាក់ប្រេងក្រឡុកឆ្នាំងត្រឡប់គ្រោះថ្នាក់ណាស់តាមពិតនេះទើបជាសមត្ថភាពពិតប្រាកដរបស់គេមិនអាចទៅរួចទេនេះគ្រាន់តែជាសាច់ជ្រូកនិងទឹកស៊ីអ៊ីវធម្មតាប៉ុណ្ណោះមិនក៏អាចបង្ក្រាបត្រប់ខ្មៅលំដាប់កម្ពស់របស់ខ្ញុំបានព្រោះតែម៉ាស៊ីនរបស់ឯងមិនយល់តតែសោះថាតើអ្វីជាភ្លើងពិតប្រាកដវាពិតជាមិនមែនជាអ្វីដែលទិន្នន័យត្រជាក់របស់ពួកឯងអាចគណនាបាននោះទេស្រង់មីឡើងដួសដាក់ចានតាលីលោកធំក្លិនទេនេះជាស្នាដៃរបស់សៀវហ្វុងពួកយើងណាឈ្នះហើយរទ្ធីនុភាពបែបនេះពួកយើងឈ្នះដាច់តែម្ដងម្ហូបរបស់ភីគីទាំងពីរត្រូវបានបកចប់រួចរាល់សូមគណៈកម្មការទាំង5រូបធ្វើការធ្លាក់រសជាតិចុងក្រោយជាដំបូងសូមផ្លាក់មេឆាគ្រឿងសមុទ្រពិសេសដែលធ្វើឡើងដោយអេចុងភើទេព 1.0 សីតុណ្ហភាពនៅចំកណ្ដាលសាច់បង្គានេះគឺ62អង្សាយ៉ាងល្អឥតខ្ចោះបាននិយាយពីកម្រិតបច្ចេកទេសអាចនិយាយបានថាជាសៀវភៅពុំដែលគ្មានចន្លោះប្រហោងតតែសោះហាឬទេគ្មានចន្លោះប្រហោង
នេះទៅជាម្ហូបលំដាប់កំពូលឯងយកស្អីមកឈ្នះខ្ញុំគ្មានចន្លោះប្រហោងប៉ុន្តែវាបែរជាខ្លាចជាចន្លោះប្រហោងដ៏ធំបំផុតរបស់វាទៅវិញលោកមានន័យថាម៉េចច័ន្ទមីនេះប្រណិតគ្មានពីរមែនប៉ុន្តែវាត្រជាក់ពេកហើយវាដូចជាកំពុងទំពីម៉ូលេគុលផ្លាស្ទិកដ៏មានតម្លៃថ្លៃសន្ធឹកសន្ធាប់អញ្ចឹងអញនិយាយផ្ដេសផ្ដាសនោះជាគ្រឿងផ្សំលំដាប់កំពូលណាគ្រឿងផ្សំលំដាប់កំពូលហើយម៉េចញ៉ាំចូលមាត់ទៅមិនអាចទទួលអារម្មណ៍ពីអារម្មណ៍របស់ចុងភៅមិនអាចទទួលអារម្មណ៍ពីជីវិតរ៉ាវដូចជាទំពីក្រមួនអញ្ចឹងល្អបើពួកអញជំរុញតែរឿងធម្មពលជីវិតអីហ្នឹងបើពួកអ្នកអញជឿជាក់លើកម្លាំងជីវិតខ្លាំងម្លេះអញ្ចឹងទៅសាកល្បងអាហារជ្រូកមួយចាននោះទៅអញចង់មើលណាស់ថាមានសាច់ជ្រូកថប់មួយចានតើអាចញ៉ាំចេញជាក្តីសុខបែបណាអញ្ចឹងពួកយើងមកសាកល្បងញ៉ាំអាហារជ្រូកមួយចាននេះមើលអស្ចារ្យខ្លាំងណាស់ភាពស្រួយបន្តិចនៅផ្ទៃខាងក្រៅនៃសរសៃមីនេះឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងភាពស្វិតនៅខាងក្នុងឆ្ងាញ់ណាស់អស្ចារ្យមែនសាច់ជ្រូកទុនរលោងមើមស្ពៃផ្អែមស្រួយបាត់ទ្រលាន់បូករួមទាំងក្លិនខ្ទះឈ្ងុយឆ្ងាញ់ឆ្លក់ឈួរដល់ខួរក្បាលនេះទើបជាអាជីរ៉ូហ្វដ៏កំពូលដែលប្រជាជនទូទៅអាចទិញញ៉ាំបាននិងញ៉ាំដោយក្តីរីករាយអូឆ្ងាញ់កប់មួយជីវិតនេះអញម្នាក់នេះមិនដែលបានញ៉ាំមីឆាឆ្ងាញ់រំភើបចិត្តដល់ថ្នាក់នេះទេកុហកសុទ្ធតែជាការពុតផុសតើពួកអ្នកអញសុកបានយកប្រាក់ពីវាមែនទេកុហកមីសាច់ជ្រូកចិញ្ច្រាំអន់មួយចានតើអាចប្រៀបធៀបជាមួយបង្គានាងផ្សិតខ្មៅរបស់ខ្ញុំយ៉ាងដូចម្តេចពួកអ្នកឯងជាក្រុមមនុស្សគ្មានសមត្ថភាពដឹងរសជាតិសោះលោកប្រធានលីអញ្ជើញមកជួយផ្ដល់យុទ្ធធម៌បន្តិចក្រុមគណៈកម្មការទាំងនេះគឺកំពុងតែប្រមាថទុនវិនិយោគរាប់សិបលានរបស់ពួកយើងលោកប្រធានលីនោះជាម្ហូបតាមចិញ្ចើមថ្នល់ដែលពេញដោយមេរោគក្រពះរបស់លោកមានតម្លៃណាស់ញ៉ាំមិនបានទេចេញឲ្យឆ្ងាយ30ហើយលោកប្រធានលីតើប្រេងឆាក្រៀមអន់នោះធ្វើឲ្យសាភ្នែកលោកមែនទេខ្ញុំប្រាប់ហើយថារបស់នេះញ៉ាំមិនកើតទេផ្សារភ្នែកអញពិតជាត្រូវលុយបាំងភ្នែកចិត្តមែនតើមីមួយចាននេះមានកម្ដៅមានប្រលឹងមានភាពស្ថិតស្ថេរស៊ូដល់កម្រិតជីវិតរបស់ប្រជាជនសាមញ្ញអ្វីដែលអញឆាឡើងដោយម៉ាស៊ីនត្រជាក់ក៏គ្រាន់តែជាសាកសពដ៏ថ្លៃថ្នូរតែប៉ុណ្ណោះអញចាញ់ហើយចាញ់យ៉ាងអាក្រក់បំផុត5-0ឈ្នះដាច់ដោយសម្លេងឆ្នោតទាំងស្រុងការប្រកួតលើកនេះបេក្ខជនតំណាងឲ្យរសជាតិជីវិតតាមដងផ្លូវបានយកឈ្នះលើអេយ៉ាងដាច់ស្រឡះឈ្នះហើយពួកយើងឈ្នះហើយចាញ់ហើយតើខ្ញុំអាចចាញ់ដោយរបៀបណាមានអំពើពុករលួយពួកឯងត្រូវរកគ្នាលួចបន្លំមីឆាសាច់ជ្រូកមួយចានអាស្រ័យលើអ្វីមកឈ្នះបង្គានាងផ្សិតខ្មៅរបស់ខ្ញុំជៀនកឯងនៅមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទៀតឬខ្ញុំមិនសុខចិត្តទេខ្ញុំជាតំណាងទុនវិនិយោគនៃអនាគតហើយអ្វីបានជាសំបីតែអ្នកស្រែដែលកាន់វេឆាម្នាក់ក៏ខ្ញុំមិនអាចឈ្នះបានវិជាសាស្ត្រមិនបានចាញ់ទេអ្វីដែលចាញ់គឺដើមទុនដ៏ក្រអឺតក្រទុំរបស់ឯងឯងបិទមាត់ទៅឯងមានសិទ្ធិស្អីមកប្រដៅការធ្វើម្ហូបមិនមែនជាការដោះស្រាយលំហាត់គណិតវិទ្យាទេមិនមែនយកទិន្នន័យថ្លៃបំផុតក្នុងលោកមកបញ្ចុកចូលគ្នាហើយអាចបោកប្រាស់គេបាននោះឡើយអ្វីដែលអញហៅថាជាអាកំបាំងនោះវាគឺជាសេចក្តីថ្លៃថ្នូរដែលចុងភៅយើងរងាស់ចេញពីកម្ដៅភ្លើងជារៀងរាល់ថ្ងៃអញកញ្ញាតែសីតុណ្ហភាពនិងគ្រឿងផ្សំតែអញខកខានមិនបានកញ្ញាពីទឹកចិត្តមនុស្សមើលងាយមនុស្សបែបនេះតើអាចធ្វើម្ហូបដែលកក់ក្ដៅដល់បេះដូងគេយ៉ាងដូចម្ដេចឈួតល្មមហើយឬនៅបើឈួតល្មមហើយអញ្ចឹងយើងមកទូទាត់ការភ្នាល់មុននេះឲ្យច្បាស់លាស់មិនមែនអញគ្រាន់តែចាញ់ទេអីយ៉ាងច្រើនអញសឹងឯង20ដងតែបើឲ្យអញអោនក្បាលសំពះឯងកុំសង្ឃឹមលុយខ្ញុំយកហើយការអោនសំពះនេះឯងក៏ត្រូវតែធ្វើដែរអញយកសពហើយអញមានដើមទុនដ៏មហាសាលពួកឯងធ្វើអីឯងកើតដើមទុនលោកប្រធានលីជួយខ្ញុំផងយើងអាចប្រើលុយទិញយកដីនេះទាំងស្រុងបានពិតមាត់ជំរាបសួរអ្នកសារព័ត៌មាននិងប្រជាប្រិយអ៊ីនធឺណិតខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាលនៃ Facebook Group ខ្ញុំត្រូវតែបំភ្លឺការពិតមួយនៅក្នុងគម្រោងក្រុមប្រឹក្សាភិបាលយើងទាំងមូលត្រូវបានចាញ់បោកអាមនុស្សថោកទាបវ៉ាងជៀងយ៉ូនេះលោកប្រធានលីលោកមានន័យថាម៉េចវ៉ាងជៀងយ៉ូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបានប្រើវិធីថោកទាបនៅខាងក្រោយខ្នងដូចជាការកាប់ផ្តាច់ចរន្តអគ្គិសនីនិងការវាយកំទេចដើម្បីសង្កត់សង្កិនចុងភៅអ្វីដែលហៅថាអេដអិតចោះនោះគឺគ្រាន់តែជាសម្រាប់ឧស្សាហកម្មប៉ុណ្ណោះសូម្បីតែមីឆាមួយចានធម្មតាក៏ធ្វើមិនស្មើផង
លោកប្រធានលេងស្ដាប់ខ្ញុំពន្យល់សិនម៉ាស៊ីនអាចអាប់ដេតបានទៀតទុកទៅពន្យល់ប្រាប់ចែកក្រុមទៅខ្ញុំសូមប្រកាសជាផ្លូវការដកវិនិយោគទាំងអស់ចេញពីក្រុមហ៊ុន Wang Jiangho ភ្លាមនាយកដ្ឋានច្បាប់របស់ក្រុមហ៊ុននឹងចាប់ផ្ដើមចំណាត់ការតាមផ្លូវច្បាប់ភ្លាមដើម្បីទាមទារការទទួលខុសត្រូវនិងប្រាក់ពិន័យខុសកិច្ចសន្យាយ៉ាងច្រើនសន្ធឹកសន្ធាប់ Wang Jiangho ដើមទុនរបស់ឯងបានរំរលាយហើយឥឡូវនេះដល់ពេលឯងត្រូវអនុវត្តតាមកិច្ចសន្យាភ្នាល់ហើយអញមិនអោនទេហេតុអ្វីឯងត្រូវអោនអញបាត់បង់អស់រលីងហើយពួកឯងចង់បានស្អីទៀតគឺអាស្រ័យលើច្បាប់ទម្លាប់ដែលឯងបាននិយាយផ្ទាល់មាត់នៅមុខមនុស្សពេញអ៊ីនធឺណិតច្បាប់នៅក្នុងអាជីពចុងភៅគឺធំធេងណាស់ហ៊ានភ្នាល់ត្រូវហ៊ានចាញ់ថ្ងៃនេះទោះជាស្ដេចយំកាជួបក៏ឯងត្រូវតែអោនក្បាលចុះដែរអោនសំភាសទៅហ៊ានភ្នាល់ត្រូវហ៊ានចាញ់អ្នកណាឈ្មោះ Wang Jiangho យើងមានភស្តុតាងរឹងមាំអ្នកត្រូវបានសង្ស័យថាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនិងអគ្គិសនីក្រុងព្រមទាំងជួបមនុស្សឲ្យបង្កើតភាពវឹកវរនិងបរិហាកេតអ្នកដទៃឥឡូវនេះសូមអញ្ជើញទៅតាមច្បាប់កែវភ្នែកអស់សង្ឃឹមរបស់វាប្រាប់ខ្ញុំថាវាដឹងខ្លួនថាវាជាប់រលត់ទាំងស្រុងហើយប៉ុន្តែប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេកិត្តិយសរបស់ផ្លូវផ្សាររាត្រីត្រូវតែដណ្ដើមយកមកវិញដោយដៃផ្ទាល់មីងប៉ាងតាលីអ្នកជិតខាងទាំងអស់យកផ្ទះរបស់យើងមកទីនេះទាំងអស់មកបាទចាស់ល្អហើយឥឡូវនេះចាប់ផ្ដើមសុំទោសទៅសុំទោសស្រែកឲ្យខ្លាំងជាងនេះមកពួកយើងស្ដាប់មិនឮទេសុំទោសខ្ញុំខុសហើយខ្ញុំមិនគួរយកភាពឆ្អើតឆ្ទៀមរបស់ខ្ញុំមកជន់ឈ្លីកិត្តិយសរបស់អ្នកទាំងអស់គ្នាទេខ្ញុំទទួលស្គាល់ថាម៉ាស៊ីនដ៏ត្រជាក់មិនអាចប្រៀបផ្ទឹមនឹងស្នាដៃផ្ទាល់ដង្ហើមផ្សែងភ្លើងរបស់អ្នកទាំងអស់គ្នាបានឡើយស្នាដៃរបស់អ្នកមិនមែនជាសម្រាមទេខ្ញុំចាញ់ហើយខ្ញុំទទួលស្គាល់ដោយស្មោះនាំខ្លួនទៅឈ្នះហើយពួកយើងមិនបាច់ចាក់ចេញពីទីនេះទេមេកាលីនជ័យយោផ្លូវផ្សាររាត្រីជ័យយោបងធ្វើបានហើយបងពិតជាធ្វើបានមែនការប្រកួតប្រជែងប្រចាំសតវត្សដ៏រំភើបញាប់ញ័រថ្លើមនេះចុងក្រោយបានបញ្ចប់ទៅដោយក្តីរីករាយយ៉ាងក្រៃលែង